ចាសូមគោរពជំរាបសួរដល់លោកគ្រូអតីតទាំងពីរនិងសូមជំរាបសួរដល់សិក្ខាកាមទាំងអស់ដែលមានវត្តមាននាពេលនេះផងដែរនាងខ្ញុំឈ្មោះឈុនដារីជាសិក្ខាកាមមកពីខាងក្រុងព្រះសីហនុខេត្តព្រះសីហនុចានៅពេលនេះនាងខ្ញុំសូមចែករំលែកនៅប្រធានបទមួយពាក់ព័ន្ធជាមួយនឹងមេរៀន3យ៉ាងដែលនាងខ្ញុំទទួលបានពីឪពុកម្ដាយរបស់នាងខ្ញុំចាជឿជាក់ថាបងប្អូនក៏ដូចគ្នាដែរព្រោះថាមនុស្សយើងម្នាក់សិតតែទទួលបាននៅមេរៀនផ្សេងគ្នាពីឪពុកម្ដាយរបស់យើងដែលគាត់ជាអ្នកគេហៅថាចាស់ស្គាល់ផ្លូវក្មេងដើរលឿនចាសំខាន់ណាស់មេរៀន3យ៉ាងដែលនាងខ្ញុំទទួលបានពីឪពុកម្ដាយរបស់នាងខ្ញុំនោះទី1ឪពុកម្ដាយរបស់នាងខ្ញុំតែងតែបង្រៀនកូនទាំងអស់ចានាងខ្ញុំឲ្យស្គាល់ពីតម្លៃនៃពេលវេលាសំខាន់ណាស់ជាពិសេសគឺពេលវេលាពេលព្រឹកគឺយើងត្រូវតែក្រោកឲ្យបានពេលព្រឹកព្រលឹមចេញទៅធ្វើការទៅរកស៊ីទើបយើងមានឱកាសចាប់ការងារការប្រកបរបរទទួលទានផ្សេងជោគជ័យឪពុករបស់ខ្ញុំគាត់តែនិយាយថាក្រោកជឺចឹងចិនគេលក់កាទៀវគេបបោលុយអស់ហើយនឹងពាក្យដែលគាត់ខ្ញុំតែងតែចងចាំរហូតមកដល់បច្ចុប្បន្នហ្នឹងចាឯទី2ដែលជាមេរៀននេះខ្ញុំទទួលបានពីឪពុកម្ដាយរបស់នាងខ្ញុំដែរហ្នឹងគឺថាធ្វើអីមួយកុំលោភលន់ជាពិសេសម្ដាយរបស់ខ្ញុំគាត់តែងនិយាយថាគាត់បើចង់ធ្វើផ្ទះអស់50000គាត់មានលុយ70000គាត់ធ្វើឲ្យខ្លួនគាត់ពិបាកចិត្តទេអញ្ចឹងដូចគ្នាមនុស្សយើងអាហារតែ3ពេលទេតែបើសិនជាយើងលោភលន់អាចថាយើងជាប់ផ្ទះអីមួយលុបផ្លោះពេកអញ្ចឹងសំខាន់ដែលយើងត្រូវតែធ្វើអីទៅតាមសមត្ថភាពកុំលោភលន់ពេកចាឯទី3គឺម្ដាយរបស់ខ្ញុំដដែលគាត់តែងតែរំលឹកជារឿយដល់កូនជាពិសេសខ្ញុំដែលជាអ្នកធ្វើការនៅរាជការតែម្ដងគាត់ថាលុយរកបានសូមឲ្យលុយដែលរកបានហើយគេលក់ស្រួលកុំឲ្យលុយដែលរកបានហើយយកឡើងគេសម័យខ្លាចមានរឿងអីកើតឡើងបាននេះគឺជាលុយដែលក្តៅក្រហាយអញ្ចឹងគាត់តែងតែរំលឹកកូនទាំងអស់គឺថាលុយបានមកគឺជាលុយដែលត្រជាក់លុយដែលគេងស្រួលបើលុយបានមកឲ្យក្តៅក្រហាយកុំចង់បាននេះគឺជាចំណុច3យ៉ាងដែលនាងខ្ញុំទទួលបានហើយចងចាំឲ្យអនុវត្តនៅក្នុងជីវិតរបស់នាងខ្ញុំទទួលបានជោគជ័យមកដល់បច្ចុប្បន្នទោះបីជាខ្ញុំមិនឡើងទៅខ្ពស់ខ្លាំងមិនទីចម្រើនខ្លាំងតែក៏អត់ជួបបញ្ហាអ្វីហើយតែតែធ្វើឲ្យនាងខ្ញុំពិបាកចិត្តដែរគេហៅថាទោះបីជាសេដ្ឋកិច្ចបច្ចុប្បន្នរៀងនៅកំពង់សោមមានបញ្ហាយ៉ាងណាក៏ខ្ញុំនៅតែរស់ស្រួលចាចុះបងប្អូនវិញឪពុកម្ដាយរបស់បងប្អូនបានផ្ដល់នៅមេរៀនអ្វីខ្លះដល់ជីវិតដែលបងប្អូនយកមកដំណើរការជីវភាពធ្វើការងារប្រចាំថ្ងៃរបស់បងប្អូនចាសូមអរគុណនេះគឺជាបទពិសោធន៍ដែលនាងខ្ញុំទទួលបានពីឪពុកម្ដាយរបស់នាងខ្ញុំចាសូមអរគុណ